នេះបើភ្នែកភ្លាមគ្រូយើងចំណេញដល់ទៅ20លេខចិត្ត30លេខភ្លាមអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃហេងមែនតើក៏តែមិនមែនជាការសំណាងតែមួយមុខទេដោយសារតែយើងមានក្បួននៅក្នុងការចេញចូលត្រឹមត្រូវអត់មានពឹងទៅលើសំណាងទេអញ្ចឹងគ្នាយើងថ្ងៃនេះបើកភ្នែកម៉ោង7ម៉ោង8ភ្លាមគឺមានហាងឆេងហ្មងអញ្ចឹងយើងចាប់ដើមចូលតាំងពីកន្លែងនេះមកខ្ញុំនឹងបង្ហាញ screen ដែលខ្ញុំហៅចូលនៅក្នុងវីដេអូហ្នឹងចាំមើលទាំងអស់គ្នាទៅដោយសារតែធម្មតា signal គឺយើងត្រូវការហៅមុនអញ្ចឹងនៅក្នុងកន្លែងនេះនៅម៉ោង8ណានៅម៉ោង8គឺខ្ញុំចាប់ដើមដាក់ signal ម៉ោង8ហៅចូលនៅត្រង់នេះហើយចូលនៅត្រង់នេះហើយចេញម្ដងនៅត្រង់នេះដោយសារវាកាត់គ្នាមានក្បួនចេញដល់ពេលយើងកាត់គ្នាហើយវាអត់ព្រមចុះវានៅលើមីតដែលយើងហៅឲ្យពួកគាត់ចូលម្ដងទៀតដើម្បីយក profit បន្ថែមតង់ទី2អញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺយើងចូលបាន2តង់តាំងព្រលឹមbreakfast ហ្នឹងហើយអានេះវាគឺជា gift សម្រាប់អ្នកទាំងអស់គ្នាដែលចូលរួមជាមួយនឹងខ្ញុំហើយយើង active ចាប់ពីម៉ោង8រហូតដល់ពេលវេលាដល់ម៉ោង10ម៉ោង10យប់អញ្ចឹងគឺជាការ trade ដែលរកសឹងតែពេញមួយថ្ងៃមាន signal ល្អគឺបោះមាន signal ល្អគឺបោះហើយការបោះ signal ហ្នឹងគឺប្រាប់កន្លែងចូលចំពេលដែលចេញគឺត្រូវ alert ចេញមុនទៀតអញ្ចឹងថ្ងៃនេះខ្ញុំនិយាយពី signal ប៉ុណ្ណឹងក៏តែខ្ញុំនៅក្នុងវីដេអូនឹងបន្ទាប់ខ្ញុំនឹងនិយាយអំពីហាងឆេងមាសឡើងចុះបន្តទៀតថាវាមានទិសដៅពីណាទៅណាតពីវីដេអូការវិភាគកាលពីថ្ងៃមុនរូបភាពនេះគឺជា time frame 4ម៉ោងហើយកាលពីថ្ងៃដែលខ្ញុំធ្វើការវិភាគដំបូងគឺវានៅក្នុងតំបន់នេះនៅឡើយទេខ្ញុំបាននិយាយថាវានឹងវាយចេញចូលរវាងចន្លោះហ្នឹងអត់ទៅណាឆ្ងាយទេបើសិនជាវាចង់ទៅឆ្ងាយគឺវាត្រូវបំបែកកន្លែងហ្នឹងអញ្ចឹងកន្លែងណាដែលយើងអាចថាយើងបំបែកបានគឺនៅតំបន់មួយនេះកន្លែងនេះគឺជាកន្លែងដែលវាបំបែកចេញកាត់គ្នាពីកន្លែងនេះគឺកន្លែងដែលយើងចូលអញ្ចឹងកន្លែងអស់ហ្នឹងក៏ខ្ញុំបានដាក់ជាសញ្ញាប្រាប់គ្នាយើងដែរថាយើងចាប់ដើមត្រូវចូលទិញនៅហ្នឹងហើយ hold ចូល hold ដល់ MA5 នេះចេញម្ដងបើវាបិទនៅក្រៅហ្នឹងយើងបន្តចូលទិញម្ដងទៀតអញ្ចឹងម្ដងថ្ងៃម្សិលមិញនេះយើងបានលក់តាម time frame 1ម៉ោងចុះមករ re-entry buy នៅ time frame 4ម៉ោងនេះអញ្ចឹងបើថ្ងៃថ្មីវាយអត់បាយ time frame 4ម៉ោងគឺវាទៅលើបន្តទៀតអញ្ចឹងអានេះគឺជាការតាមដានទីផ្សារជាលក្ខណៈ real time ជាលក្ខណៈផ្សារ update ភ្លាមយើង update ចូលតាមនឹងតែម្ដងអញ្ចឹងវាងាយស្រួលនៅក្នុងការ follow ជាមួយនឹងទីផ្សារប្រែប្រួលមិនយើង update នៅក្នុងគ្រូបន្ថែមទៀតអញ្ចឹងនៅក្នុងនេះយើងមើល time frame daily វិញសម្រាប់ time frame daily វាវាយអត់បែក mid BB ជាចំណុចមួយដែលខ្ញុំតែនិយាយថាបើសិនជាវាវាយអត់បែក mid BB ទេវានឹងបន្តឡើងទៅទៀតអញ្ចឹងដូចដែលយើងនិយាយមែនរយៈពេល2 3ថ្ងៃវាចាំ CPI ចាំព័ត៌មាន2ថ្ងៃជាប់គ្នាឃើញបកគោលនេះស្វិតដៃស្វិតជើងអត់អញ្ចឹងបានន័យថាបកគោលមួយថ្ងៃដែលយើងចាំព័ត៌មានហ្នឹងវា trade អត់សូវបានល្អទេបើសិនយើងលេង time frame ធំតើយើង scalping time frame តូចតាមបកគោល1ម៉ោងតាមគោលអីជាចូលបានហើយក៏តែសម្រាប់ការ hold តម្លៃនៅក្នុងចន្លោះហ្នឹងយើង hold អត់បានទេរហូតដល់វាកាត់គ្នាត្រង់នេះព្រឹកមិញហ្នឹងយើងតាមជាមួយនឹង flow 4ម៉ោងយើងចូលទិញគេឯងអញ្ចឹងទៅណាហើយសម្រាប់ weekly វិញចិត្តបិទអាទិត្យហើយចិត្តបិទខែបិទអាទិត្យហើយវាអាចនឹងកាត់គ្នាឡើងទៅវិញម្ដុំនេះវាមានកន្លែងកការ resistance មែនក៏ប៉ុន្តែយើងមើលទៅតាម time frame ទៅវាអត់ទាន់បត់ទៅវិញទេបើសិនជា daily វាត្រូវការ collapse ទៅជា time frame ទៅជាបកគោលក្រហមវាត្រូវការបំបែក mid BB នៃ time frame 4ម៉ោងបំបែក mid BB បំបែក time frame 4ម៉ោងតែនេះ4ម៉ោង bullish ហ្នឹងអញ្ចឹងយើងអត់មានថា expect ថាវាចុះទេគឺយើងត្រូវ follow 4ម៉ោងហ្នឹងរហូតអូខេចឹងបើសិនជា4ម៉ោងហ្នឹងវាបន្តមាន momentum មាន volume ខ្លាំងសម្រាប់ការឡើងទៅទៀតទប់នៅតម្លៃតំបន់ទិញយើងនៅតែបន្តទិញនៅចឹងរហូតដល់ hit target ដែលខ្ញុំបានវិភាគកាលពីអាទិត្យមុនអំពីការឡើងទៅបំបែកជាមួយនឹងឯកតកម្មចាស់ all time high ហើយនឹងការបំបែកនៅតំបន់4200ជាងហ្នឹងជា resistance ទី1ជាការ take profit long ទី1និងការបំបែកឡើងទៅ4300ជាងការបំបែកឯកតកម្មថ្មីហ្នឹងនៅពេលដែលវាបំបែក high អញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងយើងនឹង follow តាម trend បន្តទៀតសង្ឃឹមតែអ្នកទាំងអស់គ្នា follow ជាមួយនឹងវីដេអូដែលខ្ញុំផុសនៅក្នុង channel នៅក្នុង TikTok ហ្នឹងដើម្បីទទួលបានព័ត៌មានថ្មីហើយបើសិនចង់ចូលរួម trade មួយខ្ញុំនៅក្នុងក្រុមរបស់ខ្ញុំអាចឆាតមក Telegram ក៏បានឆាតមក TikTok ក៏បានតែខ្ញុំសូមយកតែអ្នកដែល serious ជា trader ពិតមិនមែនអ្នកចូលមកចង់សាកមកចង់តេស្តហើយអត់ trade អត់អីចឹងគិតតែពីអង្គុយមើលគេឲ្យចូលមកសូម្បីតែ admin ក៏អត់និយាយរហូតដែរចឹងយើងហ៊ានមិនចេះបើយើងចង់ចូលមកយើងចូលមកដើម្បីរៀនដល់ពេលរៀនអត់និយាយមួយគ្រូហងសិស្សរៀនអត់និយាយមួយគ្រូមកចេះចឹងឥឡូវមិនបាច់ចាំបាច់គិតច្រើនទេបើសិនជាចង់ចូលអាចឆាតមកខ្ញុំបានតែសូមតែអ្នកដែលពិតប្រាកដអ្នករៀលកុំយកពួក fake ពួកអីមកចឹងណា